ប្រាសាទនាគពន្ធតាមសិលាចារឹកប្រាសាទនាគពន្ធមានឈ្មោះដើមថារាជស្រីជាភាសាបាលីឬសំស្ក្រឹតមានន័យថាវត្ថុជាមង្គលរបស់ស្ដេចដែលត្រូវបានស្ថាបនានៅក្នុងចុងសតវត្សទី12ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ប្រាសាទនាគពន្ធមានទីតាំងស្ថិតនៅក្នុងភូមិលៀងដៃឃុំលៀងដៃស្រុកអង្គរជុំខេត្តសៀមរាបប្រាសាទនាគពន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ1191ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានប្រាសាទនេះត្រូវបានគេសាងសង់នៅលើកោះទំហំ350ម៉ែត្រ4ជ្រុងដែលមានស្រះសន្សំទឹកបរិសុទ្ធ4ដោយរៀបចំឲ្យមានជាសញ្ញាលេខបូកជានិមិត្តរូបនៃសញ្ញាមន្ទីរពេទ្យមានរូបចម្លាក់ទាំង4ទិសសម្រាប់ជាតំណាងឲ្យធាតុទាំង4គឺធាតុដីធាតុភ្លើងធាតុខ្យល់និងធាតុទឹកធាតុដីតំណាងដោយរូបចម្លាក់ក្បាលមនុស្សស្ថិតនៅទិសខាងកើតធាតុភ្លើងតំណាងដោយរូបចម្លាក់ក្បាលតោស្ថិតនៅទិសខាងត្បូងធាតុខ្យល់តំណាងដោយរូបចម្លាក់ក្បាលសេះស្ថិតនៅទិសខាងលិចធាតុទឹកតំណាងដោយរូបចម្លាក់ក្បាលដំរីស្ថិតនៅទិសខាងជើងរូបកាយនៃសត្វលោកផ្សំដោយធាតុ4គឺធាតុដីធាតុភ្លើងធាតុខ្យល់ធាតុទឹកហើយសត្វលោកដែលមានជំងឺតែងបាត់បង់នូវធាតុណាមួយនៃធាតុទាំង4នៅពេលគេពិនិត្យឃើញថាអ្នកជំងឺខ្វះធាតុណាមួយនៃធាតុទាំង4គេតម្រូវឲ្យអ្នកជំងឺនោះទៅទទួលការព្យាបាលជំងឺស្របតាមធាតុនៃទិសទាំង4តាមឯកសារយោងសៀវភៅដែនដីអាថ៌កំបាំងអច្ឆរិយៈប្រាសាទ